ស្ងោរប៉េងប៉ោះជាមួយនឹងឆ្អឹងជ្រូកថាដាក់មកជាតិមែនទែនក្តៅៗហុយៗចេះមកហត់នឹងបែកញើសខ្ចាយតែម្ដងដាក់ជាមួយនឹងឆ្អឹងជ្រូកចឹងបន្ថែមជាមួយនឹងស្លឹកខ្ទឹមថាបានរសជាតិបានថារឹតតែឆ្ងាញ់មើលទៅរឹតតែឈ្ងុយហើយវិធីធ្វើនឹងក៏ងាយទៀតគ្រឿងផ្សំនឹងក៏តិចដាក់ទៅថាត្រូវជាតិគ្នាតែម្ដងហើយស្ងោរប៉េងប៉ោះនេះយើងងាយស្រួលមែនទែនពុកម៉ែបងប្អូន គ្រឿងផ្សំមានតែឆ្អឹងជ្រូកឆ្អឹងយើងអាចដាក់ឆ្អឹងជំនីក៏បានឆ្អឹងបែបនេះក៏បានជាមួយនឹងប៉េងប៉ោះលាងទឹកលាងអីឲ្យស្អាតហាន់ឲ្យស្អាតរួចជាស្រេចយើងមកចិញ្ច្រាំខ្ទឹមដើម្បីដាក់ជាមួយនឹងឆ្អឹងជ្រូកឆ្អឹងជ្រូកនេះយើងដាក់ជាមួយនឹងខ្ទឹមយើងបន្ថែមជាមួយនឹងអំបិលស្ករប៊ីចេងដើម្បីជ្រុំឲ្យវាចូលជាតិយើងចាប់ផ្ដើមយកទឹកទៅដាក់ដាំនៅពេលដែលទឹកពុះយើងចាប់ផ្ដើមដួសទឹកនោះមកជ្រុំជាមួយនឹងសាច់យើងធ្វើបែបនេះដើម្បីឲ្យសាច់ចូលជាតិជាមួយនឹងគ្រឿងពេលយើងដាក់ជ្រុំអញ្ចឹងទៅថារឹតតែឆ្ងាញ់ទៀតហើយដល់ពេលយើងជ្រុំចេះទៅយើងជ្រុំចូលជាតិអីហើយយើងចាប់ផ្ដើមដាក់ចឹងជ្រូកនឹងចូលទៅរំងាស់នៅក្នុងទឹកដែលយើងដាំពុះនឹងយើងរំងាស់ប្រហែលជា5ទៅ10នាទីដើម្បីឲ្យឆ្អិននឹងថាឆ្អិនល្អ នៅពេលដែលយើងដាក់ចូលចេះទៅយើងរំងាស់នៅពេលដែលយើងរំងាស់ហ្នឹងយើងឆ្លៀតមកធ្វើជាមួយនឹងប៉េងប៉ោះប៉េងប៉ោះនេះគឺយើងអាចលាងទឹកលាងអីឲ្យស្អាតយើងកាត់តែនេះវាមកកាត់ឲ្យស្អាតចេះមកពុកម៉ែបងប្អូនហើយយើងដាក់ទាំងមូលកាលណាយើងដាក់ហាន់ជាចំណិតពេលដែលយើងស្ងោរទៅគឺវាចូលជាមួយនឹងទឹកសម្លអស់អញ្ចឹងទៅយើងអត់សូវឃើញប៉េងប៉ោះទេតែបើយើងដាក់ទាំងមូលចេះពេលដែលយើងស្ងោរមកចេញសបកចេញអីហើយវានៅសល់ជាតិប៉េងប៉ោះបែបនេះហើយអញ្ចឹងយើងចាប់ផ្ដើមដាក់ប៉េងប៉ោះស្ងោរទៅហើយស្ងោរទាំងមូលបែបនេះយើងស្ងោររហូតដល់ឡើងឆ្អិនសបកវាឡើងប្រេះចេញពីគ្នាបែបនេះមកថាអូយពេលយើងដួសមកឈប់មកពុះចេញមកអូយថាទំនងមែនតើហើយនេះនៅពេលដែលយើងដាក់ស្ងោរឆ្អិនហើយគឺសបកវាចាប់ផ្ដើមបែកចេញពីប៉េងប៉ោះហើយយើងបន្ថែមជាមួយនឹងគល់ខ្ទឹមចេះមកនេះឆ្អឹងជ្រូកឆ្អឹងអីចេះមកថាអូយទំនងមែនតើឆ្ងាញ់ហើយដល់ពេលវាផុយចេះមកអូយជូរអែមនៅក្នុងទឹកនេះទៀតហត់ទៅបែកញើសខ្ចាយតែម្ដងបងប្អូនកុំភ្លេចជួយ Subscribe ឆានែល YouTube ក៏ដូចជា Follow Facebook Page និង TikTok នាងខ្ញុំផងឈ្មោះអ៊ុំ Channel អរគុណទុកជាមុនហើយកន្លែងមើលស្ងោររបស់យើងវិញថាអូយក្តៅហុយចេះទៅមើលទៅទំនងមែនតែនយើងភ្លក់គ្រឿងក្រៅផ្សំល្មមតាមយើងចូលចិត្តហើយយើងចាប់ផ្ដើមថាមកដួសដាក់ចានតែម្ដងហើយនេះយើងចាប់ផ្ដើមដួសមកថាអូយដាក់ចានមកទំនងមែនតែនរោយតែស្លឹកខ្ទឹមបន្ថែមទៀតមកស្រេចហើយនេះមានឆ្អឹងមានប៉េងប៉ោះទីធ្វើងាយមែនតែនពុកម៉ែបងប្អូនតែប្រហែលនាទីបានហូបហើយយើងរួយលើខ្ទឹមយកពណ៌យកអីចេះទៀតមករឹតតែអែមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមដល់ចប់ហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាងាយស្រួលជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា